ចង់ចេះកក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារដើមទុន$10000របស់អ្នកទាំងអស់គ្នាអាចកក់ហាងឆេងមាសបានរហូតដល់3គីឡូតែអ្នកទាំងអស់គ្នាដឹងអំពីរបៀបក្នុងការបង្កើតគណនីជួញដូរលើប្រព័ន្ធធនាគារ AFA ដែលស្របទៅតាមច្បាប់របស់នាយកដ្ឋានមូលបត្រកម្ពុជាហើយឬនៅខ្ញុំនឹងធ្វើបទបង្ហាញទាក់ទងទៅនឹងរបៀបក្នុងការបង្កើតគណនីជួញដូរតាមរយៈប្រព័ន្ធធនាគារ AFA ដែលស្របទៅតាមច្បាប់ក៏ដូចជាត្រឹមត្រូវ100%ទស្សនាវីដេអូនេះពីដើមដល់ចប់អូខេនេះជាការបើកនៅគណនីជួញដូរតាមរយៈប្រព័ន្ធធនាគារ ABA អញ្ចឹងជាដំបូងយើងចុចទៅលើពាក្យថាគណនីថ្មីបន្ទាប់មកទៀតយើងអូសចូលមកក្រោមយើងរកពាក្យថាគណនីជួញដូរអញ្ចឹងយើងចុចលើនឹងមកបន្ទាប់មកយើងជ្រើសរើសប្រភេទរូបិយប័ណ្ណមួយដែលតម្រូវឲ្យជារូបិយប័ណ្ណប្រាក់ដុល្លារបន្ទាប់មកទៀតយើងជ្រើសរើសនៅប្រភពគណនីគោលរបស់យើងមួយមកបន្ទាប់មកយើងយល់ស្របព្រមទៅតាមលក្ខខណ្ឌដែល ABA បានដាក់ឲ្យអញ្ចឹងយើងចុចលើពាក្យថាបើកឥឡូវនេះបន្ទាប់មកទៀតយើងចុចលើពាក្យថាបញ្ជាក់អូខេអញ្ចឹងគណនីត្រូវបានបង្កើតឲ្យស្របច្បាប់100%អ្នកនរគ្នាបន្ទាប់មកនេះជាការដាក់សាច់ប្រាក់ចូលទៅក្នុងគណនីវិនិយោគអញ្ចឹងជាដំបូងយើងចូលទៅលើពាក្យថាទូទាត់បន្ទាប់មកយើងរកពាក្យថាហិរញ្ញវត្ថុនិងវិនិយោគហើយយើងជ្រើសរើសនៅក្រុមហ៊ុនមូលបត្រ PP Link អ្នកនរគ្នាអញ្ចឹងយើងជ្រើសរើសនៅប្រភពគណនីមួយដែលយើងបង្កើតមុនហ្នឹងបន្ទាប់មកយើងបញ្ចូលទៅលើលេខគណនីជួញដូរអ្នកនរគ្នាអញ្ចឹងបើសិនជាមានលេខទូរស័ព្ទអ្នកនរគ្នាអាចវាយជាលេខទូរស័ព្ទបានហើយអ្នកនរគ្នាកុំភ្លេចចំនួនទឹកប្រាក់ដែលអ្នកនរគ្នាចង់វិនិយោគបន្ទាប់មកទៀតយើងយល់ព្រមទៅតាមលក្ខខណ្ឌហើយយើងចុចពាក្យថាដាក់ប្រាក់ឥឡូវនេះហើយយើងចុចបញ្ជាក់មកតង់ទៀតអ្នកនរគ្នាបញ្ជាក់មកតង់ទៀតអញ្ចឹងគណនីក្នុងការវិនិយោគរបស់យើងត្រូវបានបង្កើតហើយស្របច្បាប់តាមនាយកដ្ឋានមូលបត្រកម្ពុជា100%។